បាទបន្ទាប់ពីយើងដំឡើងសោទៅលើគ្រោងទ្វាររបស់យើងអីហើយអស់ហើយបាទដល់វគ្គយើងដំឡើងសោយើងចូលទៅក្នុង app ម្ដងបាទ app Aquara ហ្នឹងយើង download ហើយយើងមាន account បង្កើត account អីហើយបាទយើងចូលទៅក្នុង accessory ទៅបាទហើយយើងចុចនៅចែងខាងស្ដាំខាងលើបាទយើងចុចពាក្យថា add accessory មកបន្ទាប់មកយើងទៅរកពាក្យ smart door lock បាទហើយយើងចុចលើសោ A100 របស់យើងហ្នឹងទៅបាទប្រភេទសោរបស់យើងហ្នឹងហើយគេនឹងណែនាំយើងឲ្យបើកសន្ទះថ្មខាងក្រោយបាទសន្ទះថ្មខាងក្រោយដើម្បីចុចពាក្យថា setting បាទនេះពាក្យថា setting យើងចុចមកពោកទៅបាទហើយគេនឹងប្រាប់ឲ្យយើងវាយ pairing code ដែលនៅក្នុង app របស់យើងហ្នឹងបាទនេះ pairing code របស់យើងវាយចូលទៅក្នុងសោហ្នឹងទៅបាទដើម្បី verify បាទនេះគាត់កំពុងវាយចូលហើយបាទគ្រាន់តែវាយហើយគឺវាលោតអូខេលោតហើយអស់ហើយនេះយើងអាចដាក់ឈ្មោះដាក់អីចំណាំសោរបស់យើងចឹងបានបាទហើយកន្លែងនេះគឺយើង connect Bluetooth មកដើម្បី add user ដំបូងរបស់យើងបាទអញ្ចឹងយើងវាយលេខកូដចាប់ពី6ខ្ទង់ឡើងបាទលេខកូដឬក៏ស្នាមម្រាមដៃដែលយើងដាក់ដំបូងគេហ្នឹងពេលដែលយើងដំឡើងសោហ្នឹងគឺសំខាន់បងប្អូនបាទសម្រាប់យើង reset សោអីនៅពេលក្រោយបាទឥឡូវគាត់វាយលេខកូដហើយគាត់ដល់វគ្គ scan ស្នាមម្រាមដៃបាទដាក់ចំនួន7ដងទៅក៏គេមានបង្ហាញនៅលើ app ហ្នឹងស្រាប់អីបាទអញ្ចឹងហើយអស់ហើយបាទគឺយើងអាចប្រើប្រាស់សោយើងបានអីបាទ